ស្នងការខេត្តព្រៃវែងបង្ក្រាបក្រុមអ្នកផ្ដាល់កម្ចីខុសច្បាប់ទ្រង់ទ្រាយធំរឿងមើលទៅសាមញ្ញប៉ុន្តែមហាវិសាមញ្ញនិងជាគ្រោះមហន្តរាយសង្គមជាតិនៅថ្ងៃទី6ខែតុលាឆ្នាំ2025លោកស្នងការខេត្តព្រៃវែងបានបង្ហោះនៅលើគណនីផ្លូវការរបស់លោកដែលមានខ្លឹមសារថាមានការបញ្ជាផ្ទាល់និងត្រួតពិនិត្យពីឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការសថេតពីឯកឧត្តមអភិបាលខេត្តសួនសុមាលិននិងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមព្រះរាជអាជ្ញាគុជកំឡុងកម្លាំងនគរបាលខេត្តព្រៃវែងបូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការនគរបាលជាតិបានស្រាវជ្រាវឈានទៅដល់ការបង្ក្រាបក្រុមផ្ដាល់ប្រាក់កម្ចីខុសច្បាប់5ក្រុមផ្សេងគ្នាក្នុងមូលដ្ឋានស្រុកផ្សេងគ្នាក្នុងខេត្តព្រៃវែងខេត្តកណ្ដាលខេត្តស្វាយរៀងនិងរាជធានីភ្នំពេញផងដែរក្រុមផ្ដាល់កម្ចីនេះចងការប្រាក់មានសាខាមានភ្នាក់ងារច្រើនស្មុគស្មាញនិងមានផែនការច្បាស់លាស់ដែលទុនកម្ចីផ្ដល់ទៅឲ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀលតាមរូបភាពនិងចម្លើយសារភាពរបស់ពួកគេការផ្ដល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី10ទៅ15%ក្នុងមួយខែនៃប្រាក់កម្ចីដើមសរុបរួចហើយឲ្យពលរដ្ឋធ្វើការបង់ប្រាក់សរុបថេរជារៀងរាល់ថ្ងៃមកវិញការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះពួកគាត់បានគិតបូកការប្រាក់និងប្រាក់ដើមចំនួនថេរនៃប្រាក់បានខ្ចីដំបូងបំផុតក៏ប៉ុន្តែអត្រាការប្រាក់ពួកគេមិនបានថមថយទៅតាមប្រាក់ដើមដែលពលរដ្ឋបានសងរំលោះរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយដូចនេះបើយើងកណនាឲ្យបានត្រឹមត្រូវការប្រាក់របស់ពួកគេមានចំនួនប្រមាណជា 80% នៃប្រាក់កម្ចីដំបូងក្នុងពេលត្រឹម1ខែការនេះហើយដែលជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋដែលមានការខ្វះការយល់ដឹងនិងកំពុងតែទីទាល់ក្រគ្មានជម្រើសលោកស្នងការបានបន្តទៀតថារូបភាពនេះត្រូវបាននគរបាលស្រាវជ្រាវឃើញនិងយកជាគោលក្នុងការបង្ក្រាបកម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឫសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្ដល់ប្រាក់កម្ចីខុសច្បាប់នេះហើយនគរបាលក៏បដិញ្ញាលុបបំបាត់ឲ្យអស់ពីទឹកដីខេត្តព្រៃវែងសូមពលរដ្ឋខេត្តព្រៃវែងទាំងអស់ឈប់ខ្ចីប្រាក់នេះបន្តទៀតបើមិនដូច្នោះទេ1ឬ2ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដីលក់ផ្ទះគ្មានសេះសល់ឡើយមួយវិញទៀតបើមានអ្នកផ្ដល់កម្ចីខុសច្បាប់បែបនេះដំណើរការនៅក្នុងទឹកដីខេត្តព្រៃវែងស្នើនគរបាលទាំងអស់បង្ក្រាបភ្លាមកុំចាំស្អែកអ្នកចងការប្រាក់បែបបោកបញ្ឆោតពលរដ្ឋបែបនេះបើហ៊ានរករឿងប្រជាពលរដ្ឋនគរបាលត្រូវតែចូលរួមការពារប្រជាពលរដ្ឋឲ្យខានតែបានលោកស្នងការខេត្តព្រៃវែងបានបន្តថាសូមបញ្ជាក់ថាព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបង្ក្រាបដ៏ធំនេះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹងផ្សាយជូនជាសាធារណជនឲ្យបានជ្រាបនៅក្នុងថ្ងៃនេះ